អាឡូស្អែកមានការចរចាទៀតហើយពួកឯងទៅជន់មីនទៅដើម្បីចោទកម្ពុជាថាជាអ្នកដាក់មីនសំលេងផ្ទុះស្អីទៀតហើយនឹងសង្ស័យតែពួកអាសៀមវាជន់មីនទៀតទេអាឡូស្អែកត្រាំខលមកសម្របសម្រួលបត់ឈប់បាញ់ហើយពួកឯងនាំគ្នាទៅជន់មីនទៀតទៅអាឡូស្អែកមានការប្រជុំអាស៊ានទៀតហើយនាំគ្នាទៅជន់មីនទៀតទៅដើម្បីយកលេសនិយាយប្រាប់អាស៊ានថាខ្មែរដាក់មីនផ្ទុះទៀតហើយសង្ស័យតែពួកអាចោសៀមវាចូលមកជន់មីនទៀតហើយអានេះចង់តែបង្ករឿងហ្មងបងឯងដូចមិនដែលដឹងឲ្យតែចិត្តមានព្រឹត្តិការណ៍អីមួយដឹងតែជន់មីនហើយសរុបមក9ជើងហើយនេះសិតតែជើងឆ្វេង